Vladimir Lenin ត្រូវបានគេចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលមួយរូបហើយក៏ជាអ្នកនយោបាយដ៏ចម្រូងចម្រាសមួយផងដែរនៅក្នុងសតវត្សទី20 Lenin គឺជាស្ថាបនិកនៃបក្សកុម្មុយនីសរុស្ស៊ីជាមេដឹកនាំនៃបដិវត្តន៍ Bolshevik ឆ្នាំ 1917 និងជាប្រមុខរដ្ឋទី1នៃសហភាពសូវៀត Lenin មានឈ្មោះកំណើតថា Vladimir Ilyich Ulyanov កើតនៅឆ្នាំ 1870 នៅក្នុងក្រុងមួយដែលបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមថាក្រុង Ulyanov ស្ថិតនៅចម្ងាយប្រមាណជា 900 គីឡូម៉ែត្រពីទីក្រុងមូស្គូ Ulyanov គឺជាកូនទី3ក្នុងចំណោមបងប្អូន 6 នាក់នៃគ្រួសារមួយដែលឪពុកម្ដាយសុទ្ធតែជាអ្នករៀនសូត្រខ្ពង់ខ្ពស់ Lenin ផ្ទាល់ក៏ត្រូវបានគេស្គាល់ថាជាក្មេងដែលរៀនពូកែចូលចិត្តអានហើយបានជាប់ឈ្មោះជាសិស្សឆ្នើមនៅវិទ្យាល័យក៏ប៉ុន្តែនៅពីក្មេង Ulyanov ក៏បានជួបប្រទះនឹងហេតុការណ៍ដ៏គួរឲ្យសោកសៅជាច្រើនផងដែរជាពិសេសគឺការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរដែលជាកត្តាដ៏ចម្បងមួយជំរុញឲ្យ Ulyanov ក្លាយខ្លួនជាមេដឹកនាំបដិវត្តន៍ប្រឆាំងនឹងរបបរាជានិយមហេតុការណ៍ដែលមានផលប៉ះពាល់ខ្លាំងជាងគេដល់បុគ្គលិកលក្ខណៈរបស់ Ulyanov គឺនៅពេលដែលបងប្រុសរបស់គាត់ត្រូវគេចាប់ខ្លួននិងកាត់ទោសប្រហារជីវិតនៅក្នុងឆ្នាំ 1887 ពីបទថាបានរួមគំនិតក្នុងការរៀបចំផែនការធ្វើឃាតអធិរាជរុស្ស៊ីនៅឆ្នាំដែលបងប្រុសត្រូវគេប្រហារជីវិត Ulyanov ទើបនឹងបានចុះឈ្មោះចូលរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យក៏ប៉ុន្តែរៀនបានមួយឆមាសក៏ត្រូវបានលុបឈ្មោះចេញពីសាលាដោយសារតែគាត់បានចូលរួមក្នុងចលនាបាតុកម្មនិស្សិតចាប់ពីពេលនោះហើយដែល Ulyanov ដកគំនិតប្រឆាំងនឹងរបបរាជានិយមរុស្ស៊ីកាន់តែខ្លាំងហើយព្រមទាំងបានដកចិត្តនឹងទ្រឹស្ដីកុម្មុយនីសរបស់ទស្សនវិទូអាល្លឺម៉ង់ឈ្មោះ Karl Marx នៅក្នុងឆ្នាំ 1892 ក្រោយពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់ Ulyanov ក៏បានប្រកបរបរជាមេធាវីដែលមានអតិថិជនភាគច្រើនជាកសិករក្រីក្រអាជីពជាមេធាវីនេះបានធ្វើឲ្យ Ulyanov កាន់តែមានគំនិតទល់ទៅរកមនោគមវិជ្ជាកុម្មុយនីសថែមទៀតដោយសារតែគាត់បានមើលឃើញកាន់តែច្បាស់នៅភាពអយុត្តិធម៌នៃប្រព័ន្ធតុលាការរុស្ស៊ី Ulyanov ក៏បានប្រឡូកចូលទៅក្នុងសកម្មភាពសម្ងាត់ក្នុងការធ្វើបដិវត្តន៍ប្រឆាំងនឹងរាជានិយមរុស្ស៊ីហើយនៅក្នុងឆ្នាំ 1901 បានបដូរឈ្មោះពី Ulyanov មក Lenin ដើម្បីបិទបាំងពីការតាមប្រម៉ាញ់របស់អាជ្ញាធរនៅក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលនេះ Lenin ត្រូវបានអាជ្ញាធរចាប់និរទេសខ្លួនឲ្យទៅរស់នៅក្នុងតំបន់ស៊ីបេរីអស់រយៈពេល 3 ឆ្នាំក៏ប៉ុន្តែក្រោយពីបានរួចខ្លួនមកវិញ Lenin ក៏បានប្រឡូកចូលក្នុងសកម្មភាពបដិវត្តន៍កាន់តែខ្លាំងជាងមុនរហូតបានជាប់ឈ្មោះក្នុងចំណោមជួរថ្នាក់ដឹកនាំនៃគណៈបកពលកររុស្ស៊ីប៉ុន្តែដោយមានចំនួននៅក្នុងបកនៅឆ្នាំ 1912 ក្រុមរបស់ Lenin ក៏បានផ្ដាច់ខ្លួនទៅបង្កើតចលនាបដិវត្តន៍ថ្មីមួយដែលប្រកាន់នៅគំនិតដាច់ខាតថាដើម្បីបង្កើតសង្គមរុស្ស៊ីមួយយុត្តិធម៌គេចាំបាច់ត្រូវតែបំបត្តិចោលឲ្យអស់នៅវណ្ណៈសក្តិភូមិហើយប្រគល់អំណាចទៅឲ្យកម្មករនិងកសិករជាអ្នកគ្រប់គ្រងដោយផ្ទាល់វិញក្រោយមកទៀតនៅក្នុងអំឡុងសង្គ្រាមលោកលើកទី1 Lenin ក្រោយពីត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារមួយរយៈពេលខ្លីក៏បានរត់ចេញពីរុស្ស៊ីហើយនិរទេសខ្លួនទៅរស់នៅក្នុងប្រទេសស្វីសក៏ប៉ុន្តែនៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងរបបដឹកនាំបែបមូលធននិយមនិងចក្រពត្តិនិយមដែលបានសរសេរសៀវភៅមួយនៅក្នុងឆ្នាំ 1916 ដោយបានលើកឡើងថាសង្គ្រាមគឺជាលទ្ធផលនៃមូលធននិយមអន្តរជាតិនៅឆ្នាំ 1917 នៅពេលដែលរុស្ស៊ីត្រូវទទួលរងការខូចខាតដោយសង្គ្រាមលោកលើកទី1ចលនាប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ីក៏បានរាលដាលទៅជាចលនាបដិវត្តន៍ឬហៅថាបដិវត្តន៍ខែកុម្ភៈហើយឈានទៅធ្វើការផ្ដួលរំលំស្ដេចស្យានីកូឡាទី2ប្រមាណជា1ខែក្រោយបដិវត្តន៍ Lenin ដែលមានការជួយជ្រោមជ្រែងពីអាល្លឺម៉ង់ក៏បានបញ្ឈប់ការនិរទេសខ្លួននៅស្វីសហើយធ្វើដំណើរវិលត្រឡប់មករុស្ស៊ីវិញ
អាឡឺម៉ង់ជួយលេនីនដោយមើលឃើញថាលេនីនគឺជាអ្នកប្រឆាំងនឹងការដែលរុស្ស៊ីប្រឡូកខ្លួនចូលក្នុងសង្គ្រាមលោកដូច្នេះអាឡឺម៉ង់រំពឹងថាលេនីនអាចនឹងធ្វើឲ្យអន្តរាគមន៍របស់កងទ័ពរុស្ស៊ីក្នុងសង្គ្រាមលោកលើកទី1ត្រូវធ្លាក់ចុះខ្សោយនៅពេលវិលត្រឡប់មកដល់រុស្ស៊ីភ្លាមលេនីនបានចាប់ផ្ដើមធ្វើការប្រឆាំងនឹងរដ្ឋាភិបាលបណ្ដោះអាសន្នរុស្ស៊ីដែលកើតចេញពីបដិវត្តខែកុម្ភៈប៉ុន្មានខែក្រោយមកទៀតលេនីនបានដឹកនាំចលនាបដិវត្តថ្មីមួយទៀតគឺបដិវត្តប៊ុលឆេវិកឬបដិវត្តខែតុលាដែលតាមពិតត្រូវបានអ្នកប្រវត្តិសាស្ត្រចាត់ទុកថាជារដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបណ្ដោះអាសន្នហើយបង្កើតរបបកុម្មុយនីសមួយជំនួសវិញដោយមានលេនីនជាប្រមុខដឹកនាំក្រោយបដិវត្តខែតុលារុស្ស៊ីត្រូវធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេល3ឆ្នាំដែលនៅក្នុងកំឡុងពេលនោះលេនីនបានប្រើគ្រប់មធ្យោបាយដើម្បីកម្ចាត់អ្នកប្រឆាំងនឹងបដិវត្តដែលក្នុងនោះមានប្រជាជនស៊ីវិលរាប់សិបម៉ឺននាក់ត្រូវបានប៉ូលីសសម្ងាត់របស់លេនីនចាប់យកទៅធ្វើទរណកម្មសួរចម្លើយនិងសម្លាប់ចោលដោយគ្មានការជំនុំជម្រះនៅទីបំផុតគឺលេនីនជាអ្នកទទួលជោគជ័យក្នុងសង្គ្រាមស៊ីវិលហើយសហភាពសូវៀតក៏ត្រូវបានបង្កើតឡើងដោយមានលេនីនជាប្រមុខរដ្ឋាភិបាលក៏ប៉ុន្តែសហភាពសូវៀតថ្មីនេះត្រូវប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយការខូចខាតពីសង្គ្រាមលោកលើកទី1ផងនិងពីសង្គ្រាមស៊ីវិលក្នុងប្រទេសខ្លួនឯងផងភាពក្រីក្រនិងគ្រោះអត់ឃ្លានបានកើតមានឡើងនៅស្ទើរតែគ្រប់ទីកន្លែងតែនៅទីបំផុតគឺដល់វេនលេនីនវិញម្ដងដែលត្រូវប្រឈមមុខនឹងចលនាបះបោររបស់ប្រជាជនប្រឈមមុខនឹងបាតកម្មនិងកោតកម្មដែលកើតមានឡើងនៅស្ទើរតែគ្រប់ទិសទីលេនីនក៏បានដាក់ចេញនូវនយោបាយសេដ្ឋកិច្ចថ្មីដោយបន្ធូរបន្ថយកាតព្វកិច្ចលែងចាប់បង្ខំឲ្យប្រជាជនត្រូវតែលក់ស្រូវជូនរដ្ឋដោយកាលពីមុនហើយបើកចំហឲ្យមានការលក់ស្រូវនៅលើទីផ្សារសេរីវិញនៅឆ្នាំ1922លេនីនបានធ្លាក់ខ្លួនឈឺដោយសារជំងឺគាំងបេះដូងរហូតត្រូវពិការមួយចំហៀងខ្លួនហើយត្រូវដកខ្លួនចេញពីកិច្ចការដឹកនាំប្រទេសប្រចាំថ្ងៃស្ថិតក្នុងស្ថានភាពសុខភាពដែលចេះតែធ្លាក់ដុនដាបពីមួយថ្ងៃទៅមួយថ្ងៃលេនីនចាប់ផ្ដើមបារម្ភអំពីអនាគតរបស់សហភាពសូវៀតនៅក្រោយពេលដែលលោកស្លាប់បាត់ទៅកាន់តែគិតលេនីនកាន់តែមើលឃើញថាបកកុម្មុយនីសនិងរដ្ឋាភិបាលសូវៀតនៅពេលនោះចាប់ផ្ដើមដើរកាន់តែឃ្លាតឆ្ងាយពីគោលដៅបដិវត្តនៅដើមឆ្នាំ1923លេនីនបានរៀបចំសរសេរសម្បត្តិបណ្ដាំមួយដែលបានបង្ហាញនៅវិបរិសេរីចំពោះរបៀបដឹកនាំតាមបែបផ្ដាច់ការព្រមទាំងបានស្នើឲ្យគណៈបកកុម្មុយនីសនិងរដ្ឋាភិបាលសូវៀតរៀបចំធ្វើកំណែទម្រង់លើរបៀបដឹកនាំរបស់ខ្លួននៅក្នុងសម្បត្តិបណ្ដាំនេះលេនីនក៏បានបង្ហាញនូវក្តីព្រួយបារម្ភផងដែរថាស្តាលីនដែលនៅពេលនោះជាលេខាបកកុម្មុយនីសបានប្រមូលផ្ដុំអំណាចយកមកក្តោបក្តាប់ក្នុងដៃតែឯងច្រើនពេកដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទៅថ្ងៃអនាគតហើយបានស្នើឲ្យបកកុម្មុយនីសដកស្តាលីនចេញពីតំណែងជាលេខាបកលេនីនគ្រោងនឹងឲ្យគេយកសម្បត្តិបណ្ដាំនេះទៅអាននៅក្នុងសមាជរបស់បកក៏ប៉ុន្តែសមាជមិនទាន់មកដល់ផងលេនីនត្រូវគាំងបេះដូងសារជាថ្មីម្ដងទៀតដែលម្ដងនោះលេនីនត្រូវពិការទាំងស្រុងរហូតកម្រើកក៏មិនបានហើយនិយាយស្ដីអ្វីក៏មិនកើតប្រមាណជិត10ខែក្រោយមកលេនីនត្រូវគាំងបេះដូងម្ដងទៀតដែលជាលើកចុងក្រោយហើយលោកទទួលមរណភាពនៅថ្ងៃទី21ខែមករាឆ្នាំ1924លោកអ្នកស្ដាប់ជាទីមេត្រីតែឯកសារខ្លះថាលោកស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាលពីព្រោះលេនីនធ្លាប់ត្រូវបានគេប៉ុនប៉ងធ្វើឃាតជាច្រើនលើកជាច្រើនសារហើយត្រូវបានខ្មាន់កំភ្លើងបាញ់ចំក្បាលឯកសារដដែលបានបញ្ជាក់ថានៅថ្ងៃទី14ខែមករាឆ្នាំ1914ការប៉ុនប៉ងធ្វើឃាតលេនីនបានកើតឡើងនៅខណៈដែលលោកកំពុងស្ថិតនៅក្នុងរថយន្តដោយខ្មាន់កំភ្លើងប៉ុនប៉ងបាញ់សម្លាប់តែមិនជោគជ័យ
នៅថ្ងៃទី30 ខែសីហាឆ្នាំ1918មានការប៉ុនប៉ងធ្វើឃាតម្ដងទៀតដែលខ្មាន់កំភ្លើងបានបាញ់3គ្រាប់ទៅលើលេនីនប៉ុន្តែត្រូវចំនួន2គ្រាប់តែប៉ុណ្ណោះគ្រាប់កំភ្លើងទី1មិនបានធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរទេគឺត្រូវបៀមជាប់នៅក្នុងដៃចំណែកគ្រាប់កំភ្លើងទី2បានត្រូវចំចំណុចរវាងធ្គាមនិងកខណៈគ្រាប់កំភ្លើងទី3បានត្រូវចំស្ត្រីម្នាក់ដែលកំពុងនិយាយជាមួយលេនីនភ្លាមនោះលេនីនបានដួលសន្លប់ទៅនឹងដីលែងដឹងខ្លួនហើយក៏ត្រូវបានគេបញ្ជូនទៅបន្ទប់របស់លោកនៅវិមានក្រំឡាំងដើម្បីព្យាបាលលេនីនក៏រួចជីវិតបានពីការប៉ុនប៉ងធ្វើឃាតលើកនេះម្ដងទៀតតែយ៉ាងណាក៏ដោយរបួសបានបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពលោកជាប្រចាំនៅឆ្នាំ1922លេនីនក៏មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដែលបណ្ដាលឲ្យលោកពិការមួយចំហៀងខ្លួនទីបំផុតលោកក៏បានស្លាប់នៅថ្ងៃទី21ខែមករាឆ្នាំ1924ក្នុងវ័យ53ឆ្នាំសាកសពរបស់ស្ថាបនិកនៃគណៈបកកុម្មុយនីសរុស្ស៊ីរូបនេះត្រូវបានគេរក្សាទុករហូតមកទល់នឹងពេលបច្ចុប្បន្ននៅឯទីលានក្រហមក្នុងទីក្រុងមូស្គូ